យើងអាចដឹងថាដីនឹងគឺជាប្រភេទដីល្អមានគុណភាពដោយរបៀបណាអញ្ចឹងនៅពេលដែលដីហាប់ណែនសូម្បីតែប្រព័ន្ធទឹកការជ្រាបចូលនៃទឹកក៏អាចជ្រាបចូលបានដែរហើយសូម្បីតែឫសរុក្ខជាតិក៏អាចចាក់ចូលបានដែរបាទសូមគោរពជំរាបសួរពុកម៉ែបងប្អូនជាទីគោរពស្រឡាញ់រាប់អានបាទថ្ងៃនេះប្លែកខ្ញុំសូមធ្វើការចែករំលែកជូនពុកម៉ែបងប្អូនពាក់ព័ន្ធជាមួយនឹងការមើលទម្រង់ដីអញ្ចឹងបងប្អូនដឹងថាទម្រង់ដីនេះគឺខ្ញុំបង្ហាញពីទម្រង់ដីធម្មជាតិអត់មានធ្វើអីទេណាបងប្អូនមើលខាងលើនេះគឺគម្របព្រៃស្មៅដែលវាដុះរាប់ឆ្នាំហើយក៏វាធ្វើការពុកផុយនេះបងប្អូនមើលណាអញ្ចឹងខ្ញុំសូមធ្វើការបង្ហាញជូនជាសតបទម្រង់ដីប្រភេទនេះគឺវាមានលក្ខណៈល្អអ្វីទៅដែលគេហៅថាទម្រង់ដីល្អហ្នឹងគឺវាមានការចូលរួមទី1គឺពពួកការសំណល់ពុកផុយនៅផ្នែកខាងលើនេះណាបងប្អូនណាហើយមកផ្នែកមកទៀតយើងមើលទៅប្រព័ន្ធឫសរបស់រុក្ខជាតិអញ្ចឹងនៅពេលដែលទម្រង់ដីហ្នឹងគឺវារួមផ្សំទី1គឺគេហៅថាពពួកអតិសកុមប្រាណតូចនៅក្នុងដីបាទក្រៅពីហ្នឹងគឺគេហៅថាពពួកកាកសំណល់គេហៅនេះគេហៅពពួកបាទកាកសំណល់សរីរាង្គពុកផុយហើយក្រៅពីហ្នឹងទៀតវាមានពពួករន្ធខ្យល់បាទដីក្នុងដីក៏ត្រូវមានរន្ធខ្យល់គេហៅថាអុកស៊ីហ្សែនដែរសម្រាប់ការស្តុកទឹកឬក៏ការជ្រាបចូលនៃពពួកសារធាតុចិញ្ចឹមអីផ្សេងហើយឫសរុក្ខជាតិបងប្អូនមើលណាតាំងពីលើមកនេះយើងឃើញមើលសង្កេតមើលឫសរុក្ខជាតិហ្នឹងគឺដោយសារតែដីហ្នឹងគឺវាធូរវាមានប្រព័ន្ធខ្យល់មានការពុកផុយវាអត់ហាប់ណែនយើងសង្កេតឃើញទៅគឺសម្បីតែឫសរុក្ខជាតិគឺតាំងពីលើហ្នឹងមកគឺវាដុះមកដល់ស្រទាប់ខាងក្រោមនេះវាចាក់ចូលមកជិត1ម៉ែត្រ1ម៉ែត្រជាងហ្នឹងបាទឬស្មៅចេញតាំងពីលើមកនេះអញ្ចឹងមកដល់ក្រោមនេះគឺវាចាប់ផ្ដើមហាប់ណែនហើយដីនេះយើងមើលឃើញរន្ធខ្យល់នេះវាសារឫសរុក្ខជាតិ1ម៉ែត្រជាងវាចាក់មកបាទប៉ុន្តែនៅពេលដែលវាចាប់ផ្ដើមចេញមកខាងក្រោមនេះគឺវាអត់មានឫសរុក្ខជាតិទេមកក្រោមនេះណាបាទបានន័យថាមកដល់ក្រោមនេះគឺចាប់ផ្ដើមវាធ្វើការហាប់ណែនអញ្ចឹងនៅពេលដែលដីហាប់ណែនសូម្បីតែប្រព័ន្ធទឹកការជ្រាបចូលនៃទឹកក៏អាចជ្រាបចូលបានដែរហើយសូម្បីតែឫសរុក្ខជាតិក៏អាចចាក់ចូលបានដែរបាទអញ្ចឹងចំណុចនេះខ្ញុំចង់ធ្វើការចែករំលែកបន្តិចថាតើយើងអាចដឹងថាដីនឹងគឺជាប្រភេទដីល្អមានគុណភាពដោយរបៀបណាអញ្ចឹងខ្ញុំចង់ចែករំលែកជូនទៅពុកម៉ែបងប្អូនទី1ដីល្អគឺគេសំដៅវិធីសាស្ត្រដែលងាយពុកម៉ែបងប្អូនធ្វើការសង្កេតបាទសង្កេតទី1គឺសង្កេតទៅលើពណ៌របស់វាដីដែលអត់មានគុណភាពដីដែលអន់នៅគុណភាពគឺមានពណ៌ប្រផេះហើយមួយប្រភេទទៀតគឺមានក្លិនហ្នឹងគឺក្លិនទៅសារធាតុពុលសារធាតុគីមីហើយទាក់ទងជាមួយនឹងការលូតលាស់របស់ដំណាំប្រព័ន្ធឫសរបស់ដំណាំឡើងក្រហមឬក៏ឡើងខ្មៅអាហ្នឹងគឺដីដែលអត់ល្អទេមានន័យថាវាមានសារធាតុចិញ្ចឹមមកវានឹងអត់ល្អដូចកលេចមើលនៅក្នុងនេះអាចមើលចិត្តបន្តិចបាទប្រភេទដីដែលល្អវាមិនវិញផ្ទុយពីអ្វីដែលខ្ញុំនិយាយពីខាងដើមទី1គឺដីដែលល្អគឺយើងសង្កេតមើលទៅពណ៌របស់វាវាអាចពណ៌ត្នោតឬក៏ពណ៌ខ្មៅហ្នឹងគឺខ្មៅដោយសារតែពួកបមោកនេះពួកកាកសំណល់សរីរាង្គវាពុកផុយណាបាទហ្នឹងវាទៅជាពណ៌ខ្មៅឬក៏ពណ៌ត្នោតហើយមួយវិញទៀតគឺយើងសង្កេតមើលទៅលើការលូតលាស់របស់រុក្ខជាតិហើយនឹងឫសរបស់វាដីដែលល្អគឺប្រព័ន្ធឫសរបស់វាថ្មីហើយសទៀតនេះបងប្អូនមើលនេះឃើញនេះប្រព័ន្ធឫសរបស់រុក្ខជាតិគឺវាមានលក្ខណៈសល្អបាទហើយមួយផ្នែកទៀតគឺវាយ៉ាងម៉េចយើងអាចសង្កេតឃើញក្លិនបាទដីល្អក្លិនរបស់វាគឺគេហៅក្លិនពពួកជីវៈចម្រុះដូចជាការពុកផុយការសំណល់មកហ្នឹងពេលដែលយើងយកវាមកធ្វើការហាត់ទៅគឺក្លិនរបស់វាគឺមានដូចជាពពួកឫសឈើដូចជាឫសឱសថឬអីចឹងហាត់ឲ្យចង់ហាត់ទៀតក្លិនរបស់វាល្អណាទាក់ទងជាមួយនឹងក្លិនអាហ្នឹងគឺជាវិធីសាស្ត្រដែលយើងអាចសង្កេតបានទីមួយទៀតគឺមើលទៅលើប្រភេទហាប់ណែនរបស់វាមានប្រព័ន្ធខ្យល់មានរន្ធមានឫសរុក្ខជាតិលូតលាស់ចាក់ជ្រៅហើយវាមានរន្ធពពួកដូចជាពពួកចលែនអាចចលែនវាមានពពួកកាឌៀហ្នឹងវាមកទៅអីវាសម្រាប់ធ្វើការកាច់ពពួកអារុក្ខជាតិងប់ហ្នឹងឲ្យពុកផុយបាទនេះគឺជាវិធីសាស្ត្រមួយដែលខ្ញុំចង់ចែករំលែកពុកម៉ែបងប្អូនដើម្បីធ្វើការសង្កេតដោយខ្លួនឯងហើយមួយទៀតពេលដែលយើងកាប់ដីទៅនៅក្នុងជំរៅលក្ខខណ្ឌណាក៏ដោយគឺមានឫសរុក្ខជាតិចាក់ស្រេះគ្នាបាទចាក់ស្រេះគ្នាហើយនឹងមានមួយទៀតគឺគេហៅថាប្រព័ន្ធពពួកបណ្ដុំសរីរាង្គតូចនេះគឺយើងសង្កេតមើលទៅបែបហ្នឹងណាពណ៌របស់វាហើយបើសិនណាថាដីដែលមិនល្អបងប្អូនសង្កេតមើលទៅតាមទីវាលឬក៏ដីរបស់ខ្លួនឯងហ្នឹងពុកបងប្អូនឃើញហើយពេលខ្លះហាប់ណែនណាពេលដែលកាប់ពេលដែលស្ងួតអត់មានទឹកអីកាប់សឹងតែកាប់អត់មុតផងហ្នឹងហើយដោយសារថាវាហាប់ណែនខ្លាំងដោយសារតែការអស់រូបពពួកសារធាតុចិញ្ចឹមដូចជាពពួកកាកសំណល់សរីរាង្គផ្សេងពីមួយឆ្នាំទៅមួយឆ្នាំយើងធ្វើព្រោះយើងដឹងស្រាប់ហើយថារុក្ខជាតិវាធ្វើការលូតលាស់បានដោយសារតែដំណើរនៃទម្រង់ដីហ្នឹងដូចជាមានពួកកាកសំណល់សរីរាង្គផ្សេងដូច្នេះហើយបានជាយើងធ្វើស្រែធ្វើចំការបច្ចុ
บอลนี้ปีមួយឆ្នាំទៅមួយឆ្នាំយើងត្រូវការប្រើប្រាស់ជីគីមីជំរុញវាទៅវាអាចលូតលាស់បានល្អបើមិនអញ្ចឹងទេគឺអត់អាចលូតលាស់បានល្អទេមូលហេតុគឺដីរបស់ពុកម៉ែបងប្អូនហ្នឹងគឺវាត្រូវបានបាត់បង់នៅតុល្យភាពសារធាតុចិញ្ចឹមបាត់បង់នៅសារធាតុចិញ្ចឹមបាត់បង់នៅដីដែលមានគុណភាពទៅហើយបាទនៅសល់តែដីដែលអន់ស្ទប់ក្រោមណាបាទនេះស្ទប់ដែលហាប់ណែនហ្នឹងគឺហាប់ណែនសូម្បីតែរុក្ខជាតិក៏អត់ចាក់បាត់អាចចាក់ចូលបានដែរបាទព្រោះយើងធ្វើពីមួយឆ្នាំទៅមួយឆ្នាំគឺយើងត្រឡប់វាជន់ត្រឡប់វាមូលហេតុដែលធ្វើឲ្យដីហ្នឹងវាបាត់បង់សារធាតុចិញ្ចឹមហើយដីដែលខូចគុណភាពវាដោយសារអីទៀតការប្រើប្រាស់ថ្នាំពុលគីមីច្រើនការប្រើប្រាស់ជីគីមីច្រើនអត់ត្រូវស្តង់ដារហើយអត់មានការថែមចូលនៅពពួកជីសរីរាង្គចូលធ្វើឲ្យដីហ្នឹងចាប់ផ្ដើមខូចនៅគុណភាពដោយសារអីវាបានសម្លាប់នៅពពួកអតិសកុមប្រាណនៅក្នុងដីរួចជាស្រេចអានេះគឺជាការចែករំលែករបស់ខ្ញុំដើម្បីឲ្យពុកម៉ែបងប្អូននៅតាមទីជនបទជាពិសេសបងប្អូនជាកសិករធ្វើការសង្កេតខ្លួនឯងហើយអាចសួរមកខ្ញុំបានមួយទៀតខ្ញុំនឹងធ្វើវីដេអូថាតើយើងគួរតែធ្វើរបៀបណាដើម្បីថែរក្សាដីរបស់យើងនឹងឲ្យមានគុណភាពល្អហើយមាននិរន្តរភាពបាទខ្ញុំនឹងធ្វើការចែករំលែកនៅវីដេអូក្រោយថ្ងៃនេះខ្ញុំមានតែប៉ុណ្ណេះទេបាទសូមអរគុណសូមជម្រាបលា